រាល់ដងធ្លាប់តែដុតនំពងមាន់នឹងដោយប្រើម្សៅមីប៉ុន្តែថ្ងៃនេះខ្ញុំមកដុតនំពងមាន់ដូចគ្នាតែប្រើជាមួយនឹងម្សៅអង្ករខ្សាយវិញម្ដងខ្ញុំអត់រំពឹងថាសាច់នំនៅពេលដែលដុតដោយប្រើអង្ករខ្សាយគឺវាបានល្អអញ្ចឹងឯងបងប្អូនហើយបើសាច់នំវិញគឺថាឡើងល្អខ្លាំងមែនតែនថ្ងៃនេះគឺខ្ញុំមានពងមាន់ស្រែហ្នឹងឃើញទៅតែរើសមកបានថ្មីអញ្ចឹងហើយក៏នឹកឃើញថាយកមកដុតនំហ្នឹងទៅឆ្ងាញ់អញ្ចឹងណាពងមាន់ថ្មីដំបូងនេះគឺខ្ញុំប្រើម្សៅអង្ករខ្សាយហ្នឹងចំនួន100ក្រាមពងមាន់ស្រែហ្នឹងចំនួន8គ្រាប់ខ្ញុំញែកពងសផ្សេងពងក្រហមផ្សេងអញ្ចឹងណានិយាយរួមធ្វើដូចតែមុនអញ្ចឹងបងប្អូនហើយបើសិនជាបងប្អូនប្រើជាពងមាន់ដែលគេលក់នៅតាមផ្សារពណ៌រៀងក្រហមតិចហ្នឹងប្រើតែ6គ្រាប់បានហើយបន្ទាប់ពីញែកពងមាន់ក្រហមហើយគឺខ្ញុំមកក្តៅទឹកដោះគោស្រស់80 ml ប្រេងឆា60 ml ក្តៅអ៊ុនចាក់ចូលក្នុងពងមាន់ក្រហមបន្ទាប់មកម្សៅអង្ករខ្សាយ100ក្រាមនឹងយកមករែងជាមុនសិនដាក់ចូលក្នុងពងមាន់ក្រហមនិងកូរច្បល់ចូលគ្នាឲ្យសព្វទៅហើយយើងបន្ថែមក្លិនវ៉ានីឡាមិនស្លាបព្រាកាហ្វេណាបើសិនជាមានក៏ដាក់អត់មានបាច់ដាក់ក៏បានដែរកូរចូលគ្នាឲ្យសព្វទៀតទុកមួយឡែកសិនឥឡូវនេះគឺមកវាយពងមាន់សវិញម្ដងពងមាន់សនេះគឺខ្ញុំបានបន្ថែមក្រូចឆ្មាមួយចំណិតណាហើយវាយទៅនៅពេលដែលឡើងបានប៉ុណ្ណឹងគឺខ្ញុំចាក់ស្ករចូលស្ករខ្ញុំប្រើ80ក្រាមប៉ុណ្ណឹងអត់ផ្អែមខ្លាំងទេមកល្មមហើយចាក់ចូលម្ដងបន្តិចរហូតទាល់តែអស់ហើយមើលទៅថាពងសឡើងខាប់បែបហ្នឹងគឺបានហើយបន្ទាប់ពីវាយពងសនឹងឡើងខាប់អញ្ចឹងហើយគឺខ្ញុំដួសពីរវែកហ្នឹងយកមកកូរចូលជាមួយនឹងពងក្រហមហ្នឹងណាដើម្បីឲ្យវារាងរាវបន្តិចទៅយើងសនុកចាក់ចូលទៅក្នុងពងសវិញអញ្ចឹងណាហើយនៅពេលដែលចាក់ពងក្រហមចូលក្នុងពងសហើយយើងកូររាងថ្នមដៃតិចទៅកុំកូរខ្លាំងពេកបើសិនជាកូររាងខ្លាំងពេកនំយើងក៏ឡើងអត់សូវល្អដែរឥឡូវនេះគឺថាសាច់នំខ្ញុំបានកូរសពចូលគ្នាល្អហើយអញ្ចឹងខ្ញុំរៀបចំដាក់ដុតតែម្ដងខ្ញុំយកกระดาษដែលយើងអាំងនៅក្នុងម៉ាស៊ីន air fry នឹងយកមកទ្រាប់បាតពុំហើយចាក់សាច់ម្សៅនឹងចូលបន្ទាប់មកយើងគៀសវាឲ្យសព្វស្មើល្អណាយើងអាចនឹងថាយកឈើយកទៅកូរវាឲ្យដល់បាតទៅហើយយើងអុកវា3-4 ដងអីអញ្ចឹងទៅឲ្យសាច់នំនឹងវាហាប់ល្អណានៅពេលដែលឆ្អិនមកវាអត់រៀងប្រហោងណាតែប៉ុណ្្នឹងទៅគឺបានហើយខ្ញុំដាក់ដាំទឹកឲ្យឡើងពុះអញ្ចឹងខ្ញុំចាក់ដាក់ក្នុងថាសហើយលើកសាច់នំនឹងដាក់ចូលយកទៅដាក់ដុតក្នុងម៉ាស៊ីនប្រើភ្លើង160លើក្រោមហ្នឹងគឺរយៈពេល20នាទីសិនបន្ទាប់មកគឺខ្ញុំប្រើភ្លើងលើ150ភ្លើងក្រោម160ដដែលហើយរយៈពេល30នាទីទៀតមូលហេតុដែលខ្ញុំប្រើភ្លើង150 30នាទីចុងក្រោយនេះគឺដោយសារថាម៉ាស៊ីនខ្ញុំបើសិនជាដាក់ភ្លើង160ទៀតអាចនឹងថាពីលើហ្នឹងវារាងក្រហមជ្រុលណាអញ្ចឹងហើយទើបខ្ញុំបន្ថយភ្លើងហើយឥឡូវនេះគឺថានំខ្ញុំបានដុតឆ្អិនមកល្អមែនតែនហើយបងប្អូនអាចមើលសាច់នំបានណានំនេះគ្រាន់តែឃើញមកសម័យនឹកឃើញជាមួយនឹងកាហ្វេទឹកដោះគោខាំនំមួយម៉ាត់បឺតកាហ្វេមួយម៉ាត់មកអូយជាតិណាស់បងប្អូនមើលសាច់នំឡើងស្មូតតែម្ដង